3យ៉ាងជួយឲ្យប្រព័ន្ធការពារទារករឹងមាំអាចទប់ទល់ជាមួយបាក់តេរីអាក្រក់បានមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំប្រព័ន្ធការពាររាងកាយមានសារៈសំខាន់ណាស់សម្រាប់ប្រឆាំងនឹងបាក់តេរីវីរុសនានាដែលចូលទៅយាយីសុខភាពយើងទារកទើបនឹងកើតក៏មានប្រព័ន្ធភាពស៊ាំការពាររាងកាយពីមេរោគមួយចំនួនដែរតែនៅខ្សោយมันអាចទប់ទល់នឹងពពួកបាក់តេរីឬវីរុសបង្កជាជំងឺធ្ងន់ធ្ងរបានទេប៉ាម៉ាក់មានដឹងទេថាកូនរបស់យើងប៉ះពាល់ជាមួយនឹងមេរោគរាប់ពាន់រាល់ថ្ងៃតាមរយៈខ្យល់ដែលកូនដកដង្ហើមរបស់ដែលដាក់ចូលក្នុងមាត់កូននិងបរិយាកាសជុំវិញខ្លួននេះបើតាមវិជ្ជមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក CDC រាល់ពេលដែលកូនឈឺជំងឺអ្វីមួយរាងកាយកូននឹងបង្កើតអង្គបដិប្រាណថ្មីដែលការពារកូនពីជំងឺនោះនៅពេលអនាគតស្របគ្នានេះដែរយើងជាប៉ាម៉ាក់អាចធ្វើរឿងមួយចំនួនដើម្បីជួយដល់ប្រព័ន្ធការពាររាងកាយកូនឲ្យកាន់តែរឹងមាំចំណុចទី1បំបៅដោះកូនទឹកដោះម្ដាយផ្ទុកសារធាតុជួយទ្រទ្រង់ដល់ប្រព័ន្ធការពាររាងកាយកូនរួមមានប្រូតេអ៊ីនជាតិខ្លាញ់ស្ករប្រូបាយអូទិកនិងព្រីបាយអូទិកនៅពេលម៉ាក់ប៉ះពាល់មេរោគអ្វីមួយរាងកាយម៉ាក់នឹងបង្កើតអង់ទីក័រដើម្បីទប់ទល់នឹងមេរោគនោះមិនឲ្យមានការឆ្លងជំងឺរួចវាក៏បញ្ជូនទៅទារកតាមរយៈទឹកដោះម្ដាយជាធម្មតាដោយសារម្ដាយនិងទារកប៉ះពាល់នឹងមេរោគស្រដៀងគ្នានេះមានន័យថាកូនត្រូវបានការពារពីមេរោគនោះរួចជាស្រេចប៉ុន្តែចំពោះទារកដែលបៅទឹកដោះគោដើម្បីបានប្រព័ន្ធការពាររាងកាយរឹងមាំប៉ាម៉ាក់គួរតែជ្រើសរើសយកទឹកដោះគោម្សៅណាដែលសម្បូរសារធាតុព្រីបាយអូទិកព្រោះកាលណាកូនទទួលបានព្រីបាយអូទិកគ្រប់គ្រាន់នាំឲ្យសម្បូរបាក់តេរីល្អក្នុងពោះវៀនរារាំងនៅការកើតជំងឺផ្សេងៗទោះជាប្រព័ន្ធភាពស៊ាំរបស់ក្មេងនៅខ្សោយក្តីបច្ចេកវិទ្យាថ្មីនេះគេបានបង្កើតទឹកដោះគោម្សៅរូបមន្តថ្មីចុងក្រោយមួយដែលមានទាំងប្រូបាយអូទិកនិងព្រីបាយអូទិកលាយបញ្ចូលគ្នារូបមន្តនេះរឹតតែធ្វើឲ្យប្រព័ន្ធភាពស៊ាំខ្លាំងព្រោះបង្កើនបាក់តេរីល្អព្រីបាយអូទិកកាន់តែសម្បូរក្នុងពោះវៀនចំណុចទី2ចាក់វ៉ាក់សាំងការទទួលបានសារជាតិចិញ្ចឹមពីទឹកដោះម្ដាយឬទឹកដោះគោម្សៅនៅមិនទាន់គ្រប់គ្រាន់សម្រាប់ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំរបស់កូនទប់ទល់នឹងបាក់តេរីឬវីរុសអាក្រក់ទេហេតុនេះហើយកូនត្រូវទទួលបានការការពារបន្ថែមពីការចាក់វ៉ាក់សាំងផ្សេងៗនេះបើតាមការលើកឡើងរបស់ CDC អាមេរិកការចាក់វ៉ាក់សាំងគឺជាមធ្យោបាយដែលមានសុវត្ថិភាពនិងមានប្រសិទ្ធភាពបំផុតក្នុងការការពារកូនពីជំងឺអាក្រក់មកវាយប្រហារលើសុខភាពកូនបើតាមគោលការណ៍ថ្នាក់ជាតិនៃក្រសួងសុខាភិបាលកម្ពុជាទារកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺដល់ទៅ11មុខបន្ថែមពីលើនេះម៉ាក់ប៉ាអាចនាំកូនទៅចាក់វ៉ាក់សាំងការពារជំងឺក្រៅថ្នាក់ជាតិផ្សេងៗដើម្បីឲ្យប្រព័ន្ធការពាររាងកាយកូនកាន់តែរឹងមាំចំណុចទី3បន្ថែមវីតាមីននិងជាតិរ៉ែផ្សេងៗជាទូទៅទឹកដោះម្ដាយនិងទឹកដោះគោម្សៅមានផ្ទុកសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ដល់សុខភាពកូនហើយប៉ុន្តែចាប់ពីពេលដែលកូនមានអាយុ6ខែទៅកូនអាចចាប់ផ្ដើមញ៉ាំអាហារបំប៉នដតៃបានក្រៅពីទឹកដោះម្ដាយឬទឹកដោះគោម្សៅប៉ាម៉ាក់អាចឲ្យកូនញ៉ាំបន្លែឬផ្លែឈើនានាដើម្បីជួយដល់សុខភាពកូនកាន់តែមានប្រព័ន្ធការពាររាងកាយរឹងមាំ